ឥឡូវបានទស្សនាហើយមករឿងពេញចង់ដឹងអារម្មណ៍ខេមអារម្មណ៍មិនដែរបានទស្សនាភាពយន្តខ្មែរខ្ញុំអត់សូវបានមើលភាពយន្តខ្មែរទេនិយាយដោយខ្លីណាបាទប៉ុន្តែដោយសារនិយាយត្រង់មកខ្ញុំអត់សូវបានមករោងកុនអត់សូវអីបានមកចឹងទេនេះជាខ្សែភាពយន្តដែលខ្ញុំបានមើលលើកទី1ហើយខ្ញុំយល់ថាខ្សែភាពយន្តមួយនេះផលិតបានល្អទាំងសំឡេងនិងកាយវិការរបស់តួមួយហ្នឹង action មួយហ្នឹងគឺល្អមែនទែនក្នុងសាច់រឿងនេះមានទាំងកំប្លែងផងមានទាំងភាពភ័យខ្លាចផងហើយពិតជាសរសើរដល់តួទាំងអស់មែនដែលពូកែសម្ដែងព្រោះអាការសម្ដែងដែលយកសំឡេងពិតហ្នឹងគឺវាមិនសាមញ្ញពេកទេមិនស្រួលពេកទេចឹងណាបាទចឹងខ្ញុំចាប់អារម្មណ៍ថាខ្សែភាពយន្តនេះនឹងធ្វើឲ្យបុព្វម៉ែបងប្អូនទទួលបានអារម្មណ៍ប្លែកថ្មីហើយនឹងមានទាំងភាពសប្បាយរីករាយក៏ដូចជាភាពភ័យខ្លាចនៅក្នុងខ្សែភាពយន្តនេះផងដែរអាចរៀបទៀងប្រមាណភាគរយដែរខ្ញុំមក70ចុះបាទ70បាទ7លើ10ណាអរគុណខេមរបស់បងប្អូនយើងអរគុណ